ខ្ញុំនៅតែមិនយល់នៅតែមិនយល់បាទនៅតែមិនយល់ថាហេតុអ្វីបានជាគិញសម្ងាត់ហ្នឹងវាចេះតែមានបាទឲ្យតែមានសង្គ្រាមតែងតែមានគិញសម្ងាត់បាទផ្ដល់ទីតាំងណាផ្ដល់ location បាទផ្ដល់តម្រុយឲ្យខ្មាំងសត្រូវខាងក្រៅហ្នឹងមកវាយលុកឲ្យចំគោលដៅមកលើខ្មែរគ្នាយើងណាគ្នាឯងថាខ្មែរគ្នាឯងខ្ញុំនៅតែឆ្ងល់ថាហេតុអីបានជាគាត់អាចមានគំនិតធ្វើអញ្ចឹងកើតណាបាទខ្ញុំនៅតែសេពាក្យថាមិនយល់ឆ្ងល់មិនយល់ឆ្ងល់ហ្នឹងគឺវាអត់យល់ពិតមែនថាតើគាត់នឹងនៅខ្មែរពិតប្រកបឬក៏គាត់អាសាចិញ្ចូលទៅរកស៊ីនៅប្រទេសសៀមឬក៏គាត់ជាខ្មែរលើខ្មែរសរិនហ្នឹងបាទបានជាគាត់ហ៊ានទទួលលុយសំណូកណាពីបរទេសបាទពីខ្មាំងសត្រូវឈ្លានពានហ្នឹងហើយផ្ដល់សញ្ញាឲ្យខ្មាំងសត្រូវឈ្លានពានវាយលុកចំគោលដៅមកលើជនជាតិខ្មែរឬក៏យោធាខ្មែរគ្នាឯងអញ្ចឹងណាបាទហេតុអីបានជាគាត់មានគំនិតបែបនោះកើតឡើងបាទលុយយើងគិតហើយពិបាករកមែនបាទ10000 20000គឺពិបាករកណាមិនដឹងថារកប្រហែលឆ្នាំបានទេសម្រាប់ដូចខ្ញុំអីនោះប៉ុន្តែបើឲ្យមានគំនិតទៅទទួលសំណូកដើម្បីសម្លាប់ខ្មែរគ្នាឯងអាហ្នឹងវានឹករកមិនឃើញបងប្អូនណាបើសិនជាយើងមានមនសិការឈាមជ័រជាខ្មែរមនសិការស្នេហាស្រឡាញ់ជាតិសាសនាព្រះមហាក្សត្រស្រឡាញ់ទឹកដីស្រឡាញ់ប្រទេសខ្លួនឯងហ្នឹងគឺมันអាចទៅធ្វើអញ្ចឹងបានទេបងប្អូនណាបាទហើយមិនដឹងថាគាត់មានស្រុកពិតប្រកបនៅខ្មែរឬក៏មានផ្ទះសម្បែងនៅខ្មែរពិតប្រកបឬក៏គាត់មានទីលំនៅនៅខាងសុរិនបាទនៅឯថៃឯនោះទេឬក៏យ៉ាងម៉េចបងប្អូនណាបានជាគាត់ហ៊ានណាបងប្អូនមិនមែនធម្មតាទេណាបាទហ៊ានមែនតើណាបើថាល្មមអត់ហ៊ានទេណាបាទមិនធម្មតាទេស្រុកកំពុងតែមានសង្គ្រាមហើយគឺគេប្រយ័ត្នណាបាទគ្រប់ច្រកល្ហកឲ្យគាត់ហ៊ានដើរបង្ហាញចំណុចបង្ហាញទីតាំងបង្ហាញតម្រុយឲ្យសត្រូវហ្នឹងគឺហ៊ានមែនតើបងប្អូនបាទតាមខ្ញុំវិភាគខ្ញុំគិតមើលទៅគឺពួកនេះហ៊ានណាបាទបថុយស្លាប់ណាបងប្អូនណាបានន័យថាមួយចានទឹកមួយចានគោកបើសិនតែគេចាប់បានគឺស្លាប់អត់មានអ្នកណាទទួលខុសត្រូវទេបាទបើសិនជាមិនគេចាប់មិនបានបានន័យថាគាត់បានទទួលសំណូកហ្នឹងហើយប៉ុន្តែសំណូកទាំងអស់នោះបើតាមខ្ញុំគិតប្រហែលជាមិនពេញលេញទេបាទมันអាចពេញលេញអ៊ំមកថាឲ្យ20000ណាទោះបីថាបើសិនជាបានសម្រេចត្រឹម50%មិនបានទេបាន100%ក៏មិនបានដែរជួនកាលគេសម្លាប់ចោលនឹងទៅទៀតបាទជួនកាលគេហៅទៅទទួលលុយហ្នឹងក៏អាចនោះគេសម្លាប់ចោលហ្នឹងគេមិនឲ្យទាំងលុយយើងចាយហ្នឹងទៅទៀតអាហ្នឹងរឿងហ្នឹងអាហ្នឹងតាមខ្ញុំសម័យមើលឃើញអញ្ចឹងបាទពីព្រោះគេគិតថាសូម្បីតែគាត់ជាខ្មែរណាហើយហ៊ានផ្ដល់ទីតាំងឲ្យយើងសម្រាប់ខ្មែរគ្នាឯងគេគ្នាគេហ្នឹងចុះបើទម្រាំយកគិញហ្នឹងមកទុកនៅឯថៃហ្នឹងអញ្ចឹងថៃណាមួយទទួលសំណូកពីខ្មែរទៅផ្ដល់ទីតាំងឲ្យថៃវិញអាហ្នឹងថៃគេគិតអញ្ចឹងសៀមគេគិតអញ្ចឹងបាទហេតុអីបានជាទៅជាល្ងងខ្លៅអញ្ចឹងបងប្អូនណាបាទហ្នឹងយើងគិតរាក់គិតបែបខ្មែរយើងអញ្ចឹងណាបងប្អូនណាបាទអរគុណ